ការចំណាយលើវិស័យយោធាពិភពលោកហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានយោងតាមរបាយការណ៍ថ្មីបំផុតពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហុំហៅកាត់ SIPRI ដែលបានចេញផ្សាយនៅថ្ងៃច័ន្ទទី27 ខែមេសានេះបានបង្ហាញថាការចំណាយលើវិស័យយោធាពិភពលោកបានកើនឡើង 12.9% ក្នុងឆ្នាំ 2025 បើទោះបីជាមានការធ្លាក់ចុះ 7.5% នៃការចំណាយរបស់សហរដ្ឋអាមេរិកសម្រាប់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែនក៏ដោយផ្ទុយពីនិន្នាការពិភពលោកការចំណាយយោធារបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ 7.5% មកនៅត្រឹម $454 លាន ខណៈដែលមូលហេតុចម្បងគឺដោយសារលោកប្រធានាធិបតីដូណាល់ត្រាំបានសម្រេចបញ្ឈប់រកកញ្ចប់ជំនួយយោធាថ្មីៗទៅកាន់ប្រទេសអ៊ុយក្រែនស្របពេលដែលកាលពី 3 ឆ្នាំមុនកញ្ចប់ជំនួយសរុបរបស់អាមេរិកទៅកាន់អ៊ុយក្រែនមានចំនួន $127 លាន ការចំណាយសរុបលើវិស័យការពារជាតិទូទាំងពិភពលោកបានហក់ឡើងដល់ $2.89 ទ្រីលាន នៅក្នុងឆ្នាំ 2025 ដែលជាការកើនឡើង 11 ឆ្នាំជាប់ៗគ្នាតួលេខនេះស្មើនឹងចំនួន 2.5% នៃផលិតផលក្នុងស្រុកសរុប GDP ពិភពលោកដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ 2009 មកខណៈប្រទេសដែលចំណាយលើវិស័យយោធាច្រើនជាងគេបំផុតទាំង3ក្នុងពិភពលោកនោះរួមមានសហរដ្ឋអាមេរិកចិននិងរុស្ស៊ីដែលការចំណាយសរុបបញ្ចូលគ្នារបស់ប្រទេសទាំងនេះមានចំនួនដល់ទៅ $1.48 ទ្រីលាន ឬស្មើនឹង 51% នៃការចំណាយសរុបនៅទូទាំងពិភពលោកទន្ទឹមនឹងនេះកម្លាំងជលករដ៏សំខាន់ដែលធ្វើឲ្យការចំណាយពិភពលោកកើនឡើងនេះគឺមកពីទ្វីបអឺរ៉ុបដែលមានកំណើនដល់ទៅ 14% គឺប្រមាណ $864 លាន ខណៈដែលសមាជិកអង្គការ NATO នៅអឺរ៉ុបកណ្ដាលនិងខាងលិចបានបង្កើនកញ្ចប់ថវិកាយោធារបស់ខ្លួនយ៉ាងខ្លាំងបំផុតមិនធ្លាប់មានគិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់មកដោយឡែកនៅតំបន់មជ្ឈិមបូព៌ាការចំណាយរបស់អ៊ីស្រាអែលបានធ្លាក់ចុះ 4.9% មកនៅត្រឹម $48.3 លាន ខណៈដែលសង្គ្រាមនៅតំបន់ហ្គាហ្សាថមថយចុះរីឯការចំណាយរបស់ប្រទេសអ៊ីរ៉ង់វិញបានបន្តធ្លាក់ចុះក្នុងរយៈពេល 2 ឆ្នាំជាប់ៗគ្នាដោយថយចុះ 5.6% គឺមកនៅត្រឹមតែ $7.4 លាន